ជាបឋមខ្ញុំប្រកាសណាសូមថ្វាយបង្គំគុំម្ចាស់គ្រប់ព្រះអង្គសូមគោរពលោកគ្រូនាយកលោកគ្រូសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូបងប្អូននិស្សិតនៃវិទ្យាស្ថានក្រអង្គរជាទីស្រឡាញ់រាប់អានខ្ញុំបាទតំណាងឲ្យក្រុមទី4ឡើងមកបកស្រាយពីវិធានបទមួយដែលមានចំណងជើងថាទូនីតិរបស់អ្នកគ្រប់គ្រងទីផ្សារជំរាបសួរនិងខ្ញុំសូមឡើងមកបកស្រាយនៅរម៉ាំងមួយទូនីតិរបស់អ្នកគ្រប់គ្រងទីផ្សារអ្នកគ្រប់គ្រងទីផ្សារគឺជាដំណើរការគ្រប់គ្រងទីផ្សារដែលបានប្រើដោយក្រុមហ៊ុនដើម្បីបង្កើតទំនាក់ទំនងដោះដូរជាមួយនឹងអតិថិជន3រម៉ាំង2ទូនីតិរបស់អ្នកគ្រប់គ្រងទីផ្សារទូនីតិរបស់អ្នកគ្រប់គ្រងទីផ្សារគឺមានទូនីតិក្នុងការគិតយុទ្ធសាស្ត្រគិតពីយុទ្ធនាការទីផ្សារនិងធ្វើការផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យមនុស្សស្គាល់ពីម៉ាកឬផ្លាកយីហោនៃផលិតផលរបស់ខ្លួនចាសូមជម្រាបសួរនឹងខ្ញុំបកស្រាយចំណុច 2.1 វិភាគអតិថិជនការវិភាគអតិថិជនគឺជាការសិក្សាអំពីអតិថិជនសម្រាប់អាជីវកម្មគ្រប់ប្រភេទដើម្បីយល់ដឹងនិងបំពេញតម្រូវការរបស់អតិថិជនគោលដៅយ៉ាងមានប្រសិទ្ធភាពសួរខ្ញុំបាទឡើងមកបកស្រាយចំណុច 2.2 ការកំណត់យុទ្ធសាស្ត្រទីផ្សារការកំណត់យុទ្ធសាស្ត្រទីផ្សារជាការរៀបចំផែនការយ៉ាងច្បាស់លាស់ដើម្បីជ្រើសរើសវិធីសាស្ត្រនិងសកម្មភាពទីផ្សារដែលសមស្របទៅក្នុងការណែនាំផលិតផលឬសេវាកម្មទៅដល់អតិថិជនគោលដៅនិងសម្រាប់គោលដៅការកំណត់យុទ្ធសាស្ត្រទីផ្សារវាមាន5ចំណុចដូចជាការកំណត់អតិថិជនការកំណត់គោលដៅទីផ្សារការជ្រើសរើសយុទ្ធសាស្ត្រទីផ្សារប្រកួតប្រជែងការកំណត់យុទ្ធសាស្ត្រ 4P ការរៀបចំផែនការនិងការអវត្តនឹងខ្ញុំឡើងមកបកស្រាយនៅចំណុច 2.3 ការគ្រប់គ្រងការផ្សព្វផ្សាយការគ្រប់គ្រងការផ្សព្វផ្សាយគឺជាការបំពោផ្ដុំសមាជិកទាំងឡាយដើម្បីសម្រេចនៅកិច្ចការ marketing របស់ខ្លួននិងទិសដៅក្នុងការផ្សព្វផ្សាយការលក់ 2.4 ការគ្រប់គ្រងក្រុមទីផ្សារការគ្រប់គ្រងក្រុមទីផ្សារនឹងសំដៅទៅលើមេដឹកនាំក្រុមហ៊ុនដែលបង្រៀនអំពីជំនាញទីផ្សារដូចជាវិធីស្វាគមន៍វិធីលក់វិធីតាក់ទងជាមួយនឹងអតិថិជនផ្ដល់ទំនុកចិត្តទៅដល់អតិថិជនព្រមទាំងផ្ដល់សេវាកម្មរហ័សទាន់ចិត្តចំពោះភ្ញៀវប្រាប់ពីរបៀបប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសួរនាងខ្ញុំមកបកស្រាយចំណុច 2.5 ការចាត់ថ្លៃការចាត់ថ្លៃគឺជាការកាត់បន្ថយតម្លៃឬការកាត់តម្លៃឲ្យទាបជាងមុនដើម្បីទាក់ទាញអតិថិជន 2.6 សហការជាមួយផ្នែកផ្សេងសហការជាមួយផ្នែកផ្សេងនេះមានន័យថាការធ្វើការរួមគ្នានិងការតាក់ទងគ្នារវាងផ្នែកឬក្រុមហ៊ុនផ្សេងនៅក្នុងអង្គភាពឬក៏អាជីវកម្មដើម្បីសម្រេចនូវគោលដៅមួយឲ្យបានមានប្រសិទ្ធភាពឧទាហរណ៍ផ្នែកលក់យើងត្រូវចេះសហការជាមួយផ្នែកទីផ្សារដើម្បីផ្សព្វផ្សាយផលិតផលផ្នែកហិរញ្ញវត្ថុជាការសហការជាមួយផ្នែកគ្រប់គ្រងទីផ្សារដើម្បីគ្រងថវិការបស់យើងផ្នែកផលិតមានន័យថាសហការជាមួយនឹងគុណភាពដើម្បីធានាគុណភាពផលិតផលរបស់ខ្លួនជំរាបសួរនាងខ្ញុំសូមបកស្រាយនៅចំណុច 2.7 ការវាយតម្លៃនិងការវាស់វែងលទ្ធផលទីផ្សារការវាយតម្លៃនិងការវាស់វែងលទ្ធផលទីផ្សារគឺជាដំណើរការនៃការប្រឈមទិន្នន័យនិងការវិភាគលទ្ធផលនៃសកម្មភាពទីផ្សារដើម្បីដឹងថាយុទ្ធសាស្ត្រនិងយន្តការរបស់ទីផ្សារដែលបានអនុវត្តទៅមានប្រសិទ្ធភាពប៉ុណ្ណានិងសម្រេចគោលដៅបានដែរឬទេចូលដល់សេចក្តីបញ្ចប់រម៉ាំង3សេចក្តីសន្និដ្ឋានសរុបសេចក្តីមកគឺក្នុងវិស័យដែលធ្វើឲ្យយើងរីកចម្រើនគឺដោយសារមានអ្នកដឹកនាំម្នាក់ដែលបង្ហាញពីគោលដៅបទពិសោធន៍ចំណេះជំនាញនិងតួនាទីច្បាស់លាស់ដូច្នេះសមិទ្ធផលនានាគេអាចកត់សម្គាល់បានមានដូចជាការស្គាល់ម៉ាកឬផ្លាកយីហោរបស់ផលិតផលនិងការបញ្ជាទិញដ៏ងាយស្រួលឬសេវាកម្មរហ័សទាន់ចិត្តនិងផ្ដល់ទំនុកចិត្តដល់អតិថិជនយ៉ាងច្បាស់លាស់ចង់បញ្ចប់នាងខ្ញុំសូមគោរពប្រគេនពរដេចគុណគ្រប់ព្រះអង្គព្រមទាំងជូនពរទៅដល់លោកគ្រូនាយកលោកគ្រូសាស្ត្រាចារ្យទាំងអស់ព្រមទាំងលោកគ្រូអ្នកគ្រូបងប្អូននិស្សិតនៃវិទ្យាស្ថានក្រុងអង្គរទាំងអស់គ្នាសូមឲ្យជួបប្រទះនឹងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ